ជំរាបសួរក៏ដូចជាសួស្តីទៅកាន់មិត្តភ័ក្តិអបរនអសីជាទីគោរពនិងជាទីស្រឡាញ់របស់គ្នាហ្នឹងហើយអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំនឹងមកបង្រៀនអ្នកទាំងអស់គ្នាពីវិធីសាស្ត្រក្នុងការស្នើយក tool CM ឬក៏គេហៅថា monetization ណាអូខេអញ្ចឹងដើម្បីបាន tool នឹងគេតម្លាក់មកតោះយើងស្នើសុំសិនអញ្ចឹងណាដើម្បីឲ្យគេ review ទៅលើ account page របស់យើងណាអូខេអញ្ចឹងដើម្បីស្នើសុំវាបានអញ្ចឹងអ្នកទាំងអស់គ្នាសូមចូលទៅកាន់ page Facebook អ្នកទាំងអស់គ្នាណាអូខេអញ្ចឹងឧទាហរណ៍នេះជា page Facebook របស់អ្នកទាំងអស់គ្នាអាចចុចកន្លែងនេះកន្លែងរូបមនុស្សនេះក៏បានឬមួយក៏រូបនេះក៏បានអូខេអញ្ចឹងបើសិនអ្នកទាំងអស់គ្នានេះយើងចុចកន្លែងនេះមកអូខេអញ្ចឹងនៅពេលដែលយើងចូលមកដល់កន្លែងហ្នឹងយើងអាចមើលជួរខាងលើអូខេជួរដែលខ្ញុំអូននេះយើងរកពាក្យថា monetize ណាអូខេបន្តមកយើងអានេះតើកន្លែងហ្នឹងតើយើងធ្វើការស្នើសុំវាសិនទៅវាឲ្យអញ្ចឹងទៅនៅពេលដែលយើងស្នើសុំហើយយើងត្រូវទីមួយយើងត្រូវ post video យើង post video ជាប្រចាំណានៅពេលដែល tool ហ្នឹងគេតម្លាក់មកយើងអាចថាបើសិនជាគេតម្លាក់មកវាចំពី account យើងអញ្ចឹងយើងធ្វើការ set up បែងទៅហ្នឹងហើយអញ្ចឹងយកកន្លែងពាក្យថានេះកន្លែង content monetization នេះអូខេអញ្ចឹងនៅពេលដែលយើងចុចបើសិនយើងអត់ស្នើសុំទេនេះអូខេយើងត្រូវយកពណ៌ខៀវនេះគេថា submit នេះអូខេអញ្ចឹងយើងចុចកន្លែងហ្នឹងមកអូខេអញ្ចឹងនៅកន្លែងនេះវាមានគេឲ្យយើងជ្រើសរើស3ហើយ3ចំណុចដែលយើងត្រូវបំពេញណាអូខេអញ្ចឹងទី1គឺយើងត្រូវបំពេញទៅនេះទី1យើងបំពេញកន្លែងនេះទី2ទី3អូខេអញ្ចឹងបើសិនជាករណីថាអ្នកនរគ្នាអត់ចេះបំពេញទេអ្នកនរគ្នាអាចធ្វើទៅតាមវីដេអូរបស់ខ្ញុំណាអូខេអញ្ចឹងទី1គឺអ្នកនរគ្នាស្លេចយកលើអញ្ចឹងចំពោះខ្ញុំគឺខ្ញុំ recommend មែនតើអ្នកនរគ្នាដែលជា content creator ថ្មីណាអូខេអញ្ចឹងយើងយកកន្លែង digital creator ហ្នឹងអូខេសម្រាប់យើងទៅគឺទូទៅយើងយកហ្នឹងទៅភាសាយើងអាចបានថាអាហ្នឹងវារីកលឿនអញ្ចឹងវាធំទូលំទូលាយជាងអូខេអញ្ចឹងយើងយក digital creator អូខេបន្តមកយើងពាក្យថាបានអូខេកន្លែងទី2អញ្ចឹងកន្លែងទី2គឺគេសួរយើងថាយើងចង់ផុសទៅលើគេអញ្ចឹងបើសិនយើងចង់ផុស reel យើងthích reel មក photo thích post និង story អូខេអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាគេថាចង់បានផុស reel ក៏បានលុយ photo ក៏បានលុយហើយជើងទៅ share អសហ្នឹងក៏បានលុយ story ក៏បានលុយអញ្ចឹងអ្នកនរគ្នាអាចកន្លែងនេះយើងthíchទាំងអស់មក4ណាអូខេthíchទាំង4មកអញ្ចឹងខ្ញុំបញ្យល់មួយឲ្យវាច្បាស់ហើយបើសិនជាមិនច្បាស់បងប្អូនអាចសួរនៅក្នុង Telegram បានហ្នឹងហើយអូខេយើងចុចនេះមកបន្តមកកន្លែងនេះបើសិនបងប្អូនអត់ដឹងថាយើងត្រូវទៅសេដាក់មិនទេសូមបងប្អូនចូលទៅក្នុង Telegram របស់ខ្ញុំហើយ copy form ដែលខ្ញុំបានតម្លាក់ចូលនៅក្នុង Telegram ហ្នឹងបងប្អូនទៅ copy កន្លែងហ្នឹងមកយកមកដាក់កន្លែងនេះដើម្បី submit អូខេហើយរងចាំគេ approve អញ្ចឹងណាអញ្ចឹង channel Telegram ខ្ញុំដាក់ link នៅខាងក្រោមវីដេអូហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាអាច join ទៅនេះហ្នឹងទៅ join ទៅ Telegram ខ្ញុំទៅហើយបងប្អូនcopy វាយកមកដាក់មកហើយបើសិនជាបងប្អូនណាអត់ឃើញអាចដាក់ chat នៅក្នុងក្រុមហ្នឹងទៅខ្ញុំតម្លាក់ឲ្យសារថ្មីម្ដងទៀតអញ្ចឹងណាអូខេអញ្ចឹងនៅពេលដែលអ្នកនរគ្នាចូលមកដល់ក្នុង Telegram ខ្ញុំហើយអ្នកនរគ្នា copy ទៅត្រឹមនេះមកបានហើយនេះចូលកន្លែងពាក្យថា copy អូខេហើយយើង copy ហើយយើងចូលទៅក្នុង Facebook វិញអូខេពេលដែលយើងចូលក្នុង Facebook យើងភ្ជាប់មកយើងកន្លែងនេះឈប់អូខេចាំតិចអ្នកនរគ្នាយើង off វាតិចចាំតិចអីមិនអត់មកឈប់អ្នកនរគ្នាចាំបន្តិចទេកន្លែងនេះវាអត់ទៅអញ្ចឹងណាអូខេនេះយើងអូនជាមកបន្តមកយើងលុបកន្លែងខ្ញុំដាក់នេះលុបចោលកន្លែងធ្វើមកសញ្ញាចុច2ហ្នឹងណាអូខេយើងលុបវាចោលទៅសារមិនអត់ទៅអូខេនេះអញ្ចឹងយើងយកតែត្រឹមប៉ុណ្្នឹងទេហ្នឹងហើយអ្នកនរគ្នាអាច copy ហើយយកមកផាសហ្នឹងទៅកន្លែងនេះយើងមិនបាច់ធ្វើអីផ្សេងទេយើងចុចពាក្យថា submit យកណាអូខេអញ្ចឹងនៅពេលដែលយើង submit អញ្ចឹងវាដាក់នេះហើយអញ្ចឹងយើងអាច
ថយមកក្រោយវិញអូខេអញ្ចឹងយើងអាចអូសមើលអញ្ចឹងនៅកន្លែងនេះគេដាក់ថាឲ្យយើងរងចាំហីអញ្ចឹងអញ្ចឹងបើសិនករណីថាយើងឃើញកន្លែងយើងរងចាំអញ្ចឹងសូមអ្នកនរគ្នារងចាំវាបន្តិចទៅដើម្បីយើងនេះដើម្បីទី1យើងទទួលបាន monetization ពីក្រុមហ៊ុន Facebook អូខេអញ្ចឹងកន្លែងហ្នឹងគឺអត់មានច្រើនទេអ្នកនរគ្នាមានតែប៉ុណ្្នឹងអញ្ចឹងអរគុណច្រើនអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ